ថ្ងៃទី4 ខែមករា ឆ្នាំ 2021 ជាថ្ងៃដែលខ្ញុំឡើងមករៀនបន្តនៅភ្នំពេញដំបូងហើយថ្ងៃទី3 ខែតុលា ឆ្នាំ 2025 នេះគឺជាថ្ងៃដែលខ្ញុំត្រូវទទួលសញ្ញាបត្របន្ទាប់ពីរៀនរយៈពេល4ឆ្នាំអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញពីជីវិតរបស់ខ្ញុំមួយថ្ងៃនៃការទទួលសញ្ញាបត្ររបស់ខ្ញុំព្រឹកថ្ងៃទទួលសញ្ញាបត្រហ្នឹងគឺខ្ញុំងើបលឿនហើយជិះម៉ូតូទៅសាលាដែលមានចម្ងាយឆ្ងាយគួរសមដែរគឺនៅចំចៅហើយមកដល់សាលាភ្លាមអីដែលត្រូវធ្វើមុនគេហ្នឹងគឺដើររកមិត្តភ័ក្តិឲ្យបានជុំគ្នាសិនអ្នកមកទទួលសញ្ញាបត្រមានច្រើនរួមទាំងក្រុមគ្រួសាររបស់សិស្សទៀតអញ្ចឹងបន្ទាប់ពីជុំគ្នាហើយពួកយើងចូលក្នុងសាលរងចាំកម្មវិធីចាប់ផ្ដើមកម្មវិធីគេចាប់ផ្ដើមនៅម៉ោង 8 ប៉ុន្តែបច្ចុប្បន្នភាពគឺម៉ោងទៅតែ7តិចតួចទេអញ្ចឹងហើយយើងក៏ចូលបន្ទប់ទឹកចូលអីសិនទៅហើយកម្មវិធីហ្នឹងមុនចាប់ផ្ដើមគេក៏មានការហាត់សមខ្លះដែរថាយើងត្រូវធ្វើម៉េចចឹងហើយកុំឲ្យកម្មវិធីចាប់ផ្ដើមយើងពិបាកអត់យល់ 2000 years later មួយពីvậyមួយពីvậy តាមើលរីសាចោលច្រើនម៉េះចាំឡើងផ្លែញើមពី3ហើយកម្មវិធីមាន2វគ្គក្រោយចប់វគ្គទី1ខ្ញុំទៅដកសញ្ញាបត្រឲ្យហើយទៅព្រោះសញ្ញាបត្រដែលយើងត្រូវឡើងទទួលនៅលើឆាកហ្នឹងគឺគ្រាន់តែតំណាងឯងរួចហើយគឺទប់លេងជាប់អីខ្ញុំមករកទិញកាហ្វេផឹកសិនព្រោះយប់មិញហ្នឹងយូរចូលដេកហើយត្រូវងើបលឿនទៀតគេអញ្ចឹងគឺឥឡូវបាទតិចប៊ីក្លែអូប៊ីកំពុងចយមកកំពុងហ្វេចយមកដែរចង់មួយឆ្នាំនាំបានអញ្ចឹងឥឡូវគឺដោយសារតែខ្ញុំនៅមហាវិទ្យាល័យទី7នោះអញ្ចឹងចាំយូរមែនតើអមិញដើរទៅទិញកាហ្វេផឹកសិនអញ្ចឹងអារម្មណ៍ទៅដល់ឈ្មោះខ្ញុំហ្នឹងមិនដឹងប៉ុន្មានម៉ោងទេបាទយូរពេកហើយអាដាមដេករហូតណែអាដាមអត់ចេះខ្វល់ទេមកម្នាក់ឯងជួយយើងដល់ដល់ហើយម៉ោង 4 នេះយើងផែក្រួយគេគេថាដល់នេះសិត IP ដល់ទេបើកន្លងពេលនេះយើងកំពុងតែ unboxing នៅសញ្ញាបត្រហែកមើលចាំពេកសញ្ញាបត្រមែនតើណានេះស៊ីនហ្មងចង់ដឹងថាវាមានមុខខ្ញុំដឹងដែរអត់ចឹងអូចយមកដល់ឆ្ងាយទៅទីអត់ហត់ឃើញណាមើលណាសម្រួលណាអូនេះអូហូអីហុកក្រៅមើលអាដល់មកឃើញនេះអាដល់ហត់សម្រួលចយមកអត់ដូចគ្នាសោះមើលដល់ដៃมึงហើយបន្ទាប់ពីការរងចាំរយៈពេលរៀងយូរមែនតើដែរហើយគឺដល់ពេលដែលខ្ញុំត្រូវឡើងទទួលសញ្ញាបត្រហើយទទួលសញ្ញាបត្ររួចរាល់គឺដល់វគ្គដែលខ្ញុំថតរូបជាមួយនឹងក្រុមគ្រួសារដែលសារខ្ញុំទៅតែឲ្យគាត់មកទេព្រោះខ្ញុំដឹងថាមហាវិទ្យាល័យខ្ញុំឈ្មោះនៅក្រៅអញ្ចឹងខ្ញុំអត់ចង់ឲ្យគាត់មកចាំយូរហើយបងជីដូនមួយខ្ញុំក៏គាត់ទទួលជាមួយគ្នាដែរគាត់តែខ្ញុំភ្លេចថតវីដេអូជាមួយគាត់ A few moments later ហើយនេះជាកដោពេលខ្ញុំធ្វើដំណើរមកផ្ទះវិញគេថាពេលជិះមកកាត់ពលានពោធិយន្តតុងហ្នឹងគឺភ្លៀងរកកន្លែងជ្រកគ្មានទេមកដុំពលានហ្នឹងហើយរឿងរសៀលបន្តិចខ្ញុំក៏មកថតរូបជាមួយនឹងក្រុមគ្រួសារនៅវាមានឯករាជ្យថែមហើយថតចប់ខ្ញុំក៏ជូនប៉ាម៉ាក់ខ្ញុំគាត់ទៅកន្លែងបេនឡានដើម្បីគាត់ត្រឡប់ទៅស្រុកវិញទាំងល្ងាចហ្នឹងហ្មងហើយខ្ញុំក៏បញ្ញាប់មកផ្ទះវិញរៀបចំខ្លួនងូតទឹកងូតអីទៅរៀន1ម៉ោងកន្លះទៀតតោះឥឡូវល្ងាចឡើងគឺបន្ទាប់ពីចេញពីរៀនមកគឺខ្ញុំនឹងទៅញ៉ាំអីជាមួយបងប្អូនជីដូនមួយខ្ញុំដោយសារគាត់ទទួលសញ្ញាបត្រម្នាក់ដែរញ៉ាំអីមួយអ្នក
แต่ตัวสัญญาบัตรในเบตตี้เกมเธอหลอก និស្សិតទទួលសញ្ញាបត្រជ័យលាភីឌូតកោឲ្យ Xe để xoay được pina cái không có thiên chủ. I hope ឲ្យជុំគ្នាហើយវឡកមួយថ្ងៃនៃការទទួលសញ្ញាបត្ររបស់ខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណគ្រូសាខ្ញុំអរគុណខ្លួនឯងហើយនិងអរគុណអ្នកដែលកំពុងមើលទាំងអស់គ្នាបាយបាយ